សួស្តីអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធី podcast រស់នៅដោយបញ្ញាជាមួយនាងខ្ញុំសុជាតាថ្ងៃនេះខ្ញុំពិតជារំភើបខ្លាំងណាស់ព្រោះយើងនឹងលើកយកប្រធានបទមួយដែលចាក់ដោតបំផុតមកជជែកគ្នាគឺសុភាសិតខ្មែរយើងចេះឯងឲ្យក្រែងចេះគេបាទសួស្តីសុជាតានិងសួស្តីដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំសារឿនរីករាយណាស់ដែលបានមកចូលរួមនៅថ្ងៃនេះប្រធានបទនេះពិតជាមានតម្លៃណាស់សម្រាប់សង្គមបច្ចុប្បន្នដែលមនុស្សគ្រប់គ្នាហាក់ដូចជាចង់តែបង្អួតចំណេះដឹងរៀងៗខ្លួនពិតមែនហើយលោកពូពេលខ្លះយើងឃើញមានការជជែកដេញដោលគ្នាច្រើននៅលើបណ្ដាញសង្គមតើលោកពូអាចបញ្យល់ឲ្យកាន់តែស៊ីជម្រៅបន្តិចបានទេតើអត្ថន័យពិតនៃពាក្យចេះឯងឲ្យក្រែងចេះគេនេះមានន័យយ៉ាងដូចម្តេចខ្លះបាទបើនិយាយឲ្យស្រួលយល់ទៅចេះឯងគឺមានន័យថាយើងត្រូវស្គាល់ពីសមត្ថភាពខ្លួនឯងជឿជាក់លើចំណេះដឹងដែលយើងមានប៉ុន្តែចំណុចសំខាន់គឺក្រែងចេះគេវាជាការដាស់តឿនឲ្យយើងមានចិត្តបន្ទាបខ្លួនដឹងថាពិភពលោកនេះធំធេងណាស់ហើយមានមនុស្សជាច្រើនទៀតដែលមានចំណេះដឹងប្លែកៗឬខ្ពង់ខ្ពស់ជាងយើងអូអញ្ចឹងមានន័យថាទោះជាងពូកែបណ្ណាក៏ដោយក៏មិនត្រូវមើលស្រាលអ្នកដទៃដែរមែនទេលោកពូព្រោះម្នាក់ៗតែងតែមានចំណុចខ្លាំងរៀងៗខ្លួនត្រឹមត្រូវណាស់សុជាតាដោយពាក្យចាស់លោកថាចំណេះជិះក្បាលឯងបើយើងមានអំនួតហួសហេតុពេកយើងនឹងលែងបើកចិត្តទទួលយកអ្វីដែលថ្មីវាមិនត្រឹមតែធ្វើឲ្យយើងបាត់បង់ឱកាសរៀនសូត្រទេប៉ុន្តែវាថែមតែធ្វើឲ្យយើងបាត់បង់មិត្តភាពនិងការគោរពពីអ្នកដទៃទៀតផងនិយាយដល់រឿងនេះខ្ញុំធ្លាប់មានមិត្តម្នាក់គាត់រៀនពូកែខ្លាំងណាស់ប៉ុន្តែគាត់ចូលចិត្តនិយាយកាត់គេហើយតែងតែគេថាគំនិតគាត់ត្រូវចនិចចុងក្រោយទៅគ្មានអ្នកចង់ធ្វើការជាមួយគាត់ទេវាពិតជាគួរឲ្យស្ដាយមែនតើនឹងហើយជាឧទាហរណ៍ជាក់ស្ដែងមនុស្សដែលគិតថាខ្លួនឯងចេះអស់ហើយប្រៀបដូចជាទឹកពេញកែវអញ្ចឹងទោះយើងចាក់ទឹកថ្មីចូលយ៉ាងណាក៏វាហូរចេញមកវិញដែរបើយើងចង់រីកចម្រើនយើងត្រូវធ្វើខ្លួនដូចជាកែវដែលមានទឹកត្រឹមពាក់កណ្ដាលដើម្បីអាចទទួលចំណេះដឹងពីអ្នកដទៃបានជានិច្ចការប្រៀបធៀបរបស់លោកពូពិតជាអស្ចារ្យមែនចុះលោកពូយល់យ៉ាងណាដែរចំពោះការដែលយុវជនសម័យថ្មីចង់បង្ហាញភាពខ្លាំងរបស់ខ្លួនឯងតើវាខកពីការមានអំណួតដែរឬទេសំណួរល្អណាស់ការបង្ហាញសមត្ថភាពមិនមែនជារឿងខុសទេផ្ទុយទៅវិញវាជារឿងល្អដែលយើងមានភាពជឿជាក់ប៉ុន្តែវាមានខ្សែបន្ទាត់ស្តាងមួយរវាងភាពជឿជាក់និងភាពប្រហើនមនុស្សដែលមានភាពជឿជាក់ពិតប្រាកដមិនចាំបាច់ទៅបង្អាប់អ្នកដទៃដើម្បីឲ្យខ្លួនឯងមើលទៅខ្ពស់នោះទេពិតមែនហើយភាពជឿជាក់ចេញពីខាងក្នុងមកជាមួយការផ្ដល់តម្លៃឲ្យអ្នកជុំវិញខ្លួនលោកពូតើមានវិធីសាស្ត្រអ្វីខ្លះដែលជួយឲ្យយើងអាចរក្សាតុល្យភាពនេះបានទី1គឺត្រូវចេះស្ដាប់ឲ្យច្រើនជាងនិយាយពេលយើងស្ដាប់យើងនឹងឃើញទស្សនៈដែលយើងមិនធ្លាប់ដឹងទី2គឺត្រូវមានចិត្តមេត្តានិងការអត់ឱនបើឃើញគេមិនដឹងកុំសាយចំអកតែត្រូវចែករំលែកដោយក្តីរីករាយនិងទី3គឺត្រូវចងចាំជានិច្ចថាចំណេះដឹងគ្មានដែនកំណត់ទេស្ដាប់ឲ្យច្រើនជាងនិយាយពាក្យនេះខ្លីតែមានន័យជ្រៅណាស់ខ្ញុំគិតថាបើយើងម្នាក់អនុវត្តតាមសុភាសិតចេះឯងឲ្យក្រែងចេះគេនេះបានសង្គមយើងប្រកាសជាមានភាពចុះសម្រុងគ្នាច្រើនបាទពិតណាស់វានឹងកាត់បន្ថយចំនួននិងការមាក់ងាយគ្នានៅពេលយើងគោរពចំណេះដឹងអ្នកដទៃក៏នឹងផ្ដល់តម្លៃឲ្យចំណេះដឹងយើងវិញដែរនេះគឺជាច្បាប់នៃធម្មជាតិចាលោកពូមុននឹងបញ្ចប់កម្មវិធីថ្ងៃនេះតើលោកពូមានពាក្យពាក្យចុងក្រោយអ្វីខ្លះសម្រាប់បងប្អូនអ្នកស្ដាប់ជាពិសេសយុវជនយើងបាទសម្រាប់ក្មួយយុវជនចូលខំរៀនសូត្រឲ្យបានខ្ពង់ខ្ពស់តែត្រូវរក្សាភាពបន្ទាបខ្លួននៅក្នុងខ្លួនជានិច្ចជួយចាំថាគ្រាប់ស្រូវដែលពេញគឺតែងតែអោនក្បាលចក់ចំណែកឯគ្រាប់ស្រូវដែលស្កកគឺវាតែងតែងើបឡើងលើការអោនលំទោនមិនមែនជាការទន្ទ្រានទេប៉ុន្តែវាជាសញ្ញានៃមនុស្សដែលមានចំណេះដឹងពិតប្រាកដពិតជាអស្ចារ្យណាស់លោកពូគ្រាប់ស្រូវដែលពេញតែងតែអោនក្បាលចក់ខ្ញុំនឹងចងចាំពាក្យនេះជានិច្ចសូមអរគុណលោកពូសារៀនខ្លាំងណាស់សម្រាប់ការចំណាយពាក្យដ៏មានតម្លៃមកចែករំលែកនៅថ្ងៃនេះបាទមិនអីទេសុជាតារីករាយណាស់ដែលបានមកចូលរួមសង្ឃឹមថាអ្នកស្ដាប់នឹងទទួលបានផលប្រយោជន៍ពីការជជែកគ្នានេះចាហើយក៏សូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់កុំភ្លេចយកសុភាសិតចេះឯងឲ្យក្រែងចេះគេមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃទាំងអស់គ្នាណាសម្រាប់ថ្ងៃនេះនាងខៀងសុជាតានិងលោកពូសារៀនសូមជម្រាបលាបាទសូមជម្រាបលានិងសូមមានសំណាងល្អគ្រប់គ្នា